មនុស្សប្រុសត្រូវដឹងផងកុំទុកនៅស្រីហើយនឹងទុកប្រពន្ធដូចជាអ្នកបង្រើខ្ញុំក៏ចេះដាច់ថ្លៃដែលគ្មានលុយហើយគ្មានតម្លៃទៀតទៅយកពេល5នាទីយកមកគិតសាក់មើលមកសាក់គិតថាពេលដែលនាងពេលដែលមនុស្សស្រីរស់នៅជាមួយម្ដាយឪពុកគេដាំបាយឲ្យម្ដាយឪពុកគេហូបបង្រើម្ដាយឪពុកគេដែលជាអ្នកបង្កើតគេមកក៏មានតម្លៃដែរហើយគេមិនតន់បានបង្រើម្ដាយឪពុកគេប្រមាណផងគេមកបែកគ្រួសារយកគ្នាជាប្តីជាប្រពន្ធចាប់ដៃជាប្តីជាប្រពន្ធជាមួយយើងរាល់ថ្ងៃដោយសារអីដោយសារទី1គិតថាស្រឡាញ់គ្នាហើយយកគ្នាជាប្តីជាប្រពន្ធបង្កើតគ្រួសារមានកូនមានចៅហើយមួយទៀតហ្នឹងមិនអាចបង្កើតបានហ្នឹងគឺធម្មជាតិជាអ្នកតាក់តែងធម្មជាតិអ្នកបង្កើតមនុស្សមកឲ្យមានគូមិនថាមនុស្សមិនថាសត្វត្រូវតែមានគូត្រូវតែមានកូនមានចៅតគ្នាចឹងទៅអញ្ចឹងធម្មជាតិជាអ្នកបង្កើតមកជាអ្នកតាក់តែងមកបែបហ្នឹងហើយប៉ុន្តែមនុស្សប្រុសឬក៏ជាប្តីហ្នឹងកុំទុកប្រពន្ធដូចជាអ្នកបង្រើឬក៏ខ្ញុំដាច់ថ្លៃពេកចាំតែស្ដីចាំតែបន្ទោសគ្នាចាំតែខុសនៅផ្ទះមើលថែកូនអត់មានលុយបាយម្ហូបឲ្យប្តីមើលថែកូនឈឺស្កាត់យប់មិនបានដេកបានពួនផងក៏គ្នានៅតែខុសដែរធ្វើការអត់មានលុយអត់មានប្រាក់ខែអត់មានកម្លាំងចិត្តនឹងមានលុយឃើញលុយនៅក្នុងមុខបើកលុយគេហើយត្រូវប្តីមកឲ្យតម្លៃទៀតគ្នានិយាយអីក៏ខុសដែរអត់មានសិទ្ធិនិយាយទេរាល់ថ្ងៃមនុស្សស្រីមួយចំនួនដែលមាននៅផ្ទះយកកូនហើយមើលថែកូនហ្នឹងអត់មានលុយអត់មានកាក់ចំណូលចូលផ្ទះហ្នឹងពេលខ្លះថ្នមប្តីថ្នមពាក្យសម្ដីដែលនិយាយជាមួយប្តីនិយាយអីមិនតិចទៅខុសដែរពេលខ្លះគ្នាអត់ហ៊ាននិយាយហើយប្តីហ្នឹងក៏ចឹងដែរពេលខ្លះអាងតែខ្លួនឯងបានរកលុយរកកាក់មានចំណូលចូលគ្រួសារគ្នានៅផ្ទះអត់លុយមើលថែកូនណាគឹះចិត្តអីអត់បានទេតាំងថាឲ្យគ្នាតាំងស្ដីឲ្យគ្នាហើយទៅតាំងតែអីគេនិយាយអីទៅមកតាំងថាគេអ្នករកលុយហ្នឹងហើយគេអ្នករកលុយហើយចូលគ្នាប្រពន្ធនៅផ្ទះរាល់ថ្ងៃយកកូននេះបើគិតតែប្រាក់ខែទៅប្រហែលណាថ្លៃយកកូនប្រហែលថ្លៃបាយម្ហូបធ្វើបាយធ្វើម្ហូបគូខោអាវហើយការងារសំមុខទៀតដែលមិនអាចរាប់រៀបបានស្រីទៀតតែមានប្រាក់ខែអត់ទេហើយបើរាប់រៀបការងារទាំងអស់ហ្នឹងតើគួរឲ្យតម្លៃបានតើហេតុអីបានជាទុកគ្នាដោយអត់មានតម្លៃសោះត្រូវគិតផងណាមនុស្សប្រុសណាគិត5នាទីក៏ដឹងដែរគ្នាមិនតាន់បានសងគុណម្ដាយឪពុកដោយសារធម្មជាតិអ្នកតាក់តណោឲ្យមានប្រពន្ធគិតបន្តិចទៅប្រពន្ធអាចរក្សាអ្នកដល់ចាស់ទៅបើអ្នកធ្វើល្អតាក់នាង